លោកឈួនសុផាន់ជាមួយកូនប្រុស2នាក់ទៀតបានផ្ដួចផ្ដើមផលិតត្រីចក្រយានយន្តអគ្គិសនីដំបូងគេនៅកម្ពុជាលោករស់នៅភូមិចំការតាដោកឃុំឫស្សីក្រោកស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យទទួលបានជោគជ័យដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជននិងប្រជាជនកម្ពុជាដោយសារខ្ញុំបាទចង់សម្លឹងកង់3អគ្គិសនីនេះដោយសារស្រុកទេសយើងកំពុងជួបបញ្ហាហើយសាំងឡើងថ្លៃអញ្ចឹងក៏ខ្ញុំបាទគិតជាមួយកូន2នាក់ទៀតហើយក៏រួមគំនិតគ្នាដើម្បីធ្វើកង់3អគ្គិសនីឡើងនិយាយរួមយើងគូសប្លង់ហើយទុកចោល1ឆ្នាំសិនក្រោយពីទុកចោលហើយយើងស្រាវជ្រាវពីព័ត៌មានផ្សេងដើម្បីឲ្យបានច្រើនហើយបានយើងចាប់ផ្ដើមតម្លើងពេលដែលយើងតម្លើងហើយយើងមានការពិសោធន៍ឲ្យបានជោគជ័យឥឡូវម៉ោងនេះយើងបានជោគជ័យច្រើនមិនធ្លាប់មានលោកបានបង្ហាញជុំវិញបច្ចេកទេសនៃការផលិតនេះថាកង់3យើងខ្ញុំអាចបានយកទៅដាំបាយយកបូមទឹកយកទៅផ្សារដែកធ្វើអីក៏បានដែរគ្រប់យ៉ាងតែសំខាន់បំផុតនោះបងប្អូនដែលមានលុយគឺទិញសម្ភារៈបន្ថែមនិយាយពីបច្ចេកទេសនេះវិញយើងប្រើអគ្គិសនីនេះយ៉ាងម៉េចដែរហើយប្រើបានប្រហែលគីឡូសាកម្ដងមកពេញហ្នឹងយើងរត់ទៅបានពេលថ្ងៃបានប្រហែលគីឡូពេលយប់បានប្រហែលដែរអាចរៀបរាប់ពីលក្ខណៈបច្ចេកទេសនៃការពេលយើងសាកម្ដងយើងបានដល់ទៅ230គីឡូហើយសូឡានៅខាងលើនេះគឺជាបន្ថែមទេបន្ថែមដើម្បីឲ្យបានជំនួយហើយយើងអាចមានថ្ងៃយើងអាចបន្ថែមបានដល់ទៅ25គីឡូទៅ30គីឡូបន្ថែមដោយសារសូឡាពីលើនេះតែយើងសាកម្ដងបាន230គីឡូបូករួមទាំងអស់អាចបាន250គីឡូអញ្ចឹងមានន័យថាអគុយនោះដូចអគុយឡានគេហៅថាឡានអគ្គិសនីបាទដូចគ្នាដែរអគុយនេះមានអាយុកាលវាពី20ឆ្នាំទៅដល់30ឆ្នាំបើយើងប្រើថែបាទយើងសាកហ្នឹងសាកភ្លើងធម្មតាឬក៏មានសម្រាប់សាកខុសពីឡានយ៉ាងម៉េចដែរបាទយើងមានបច្ចេកទេសច្រើនយ៉ាងណាស់យើងបើកសិទ្ធឲ្យបងប្អូនប្រជាពលរដ្ឋសាកនៅផ្ទះក៏បានយើងមានឧបករណ៍ផ្សេងទៀតបំពាក់ឲ្យសាកជាមួយឡានក៏បានដែរតែយើងត្រូវទិញឧបករណ៍ថែមទៀតដើម្បីសាកជាមួយអាកន្លែងអគ្គិសនីពួកឡានអគ្គិសនីណាលក្ខណៈបច្ចេកទេសរបស់វានេះយើងប្រើភ្លើងទូចទេបងប្អូនខ្លះថាភ្លើងអត់ភ្លឺតាមពិតភ្លើងនេះពិសេសបំផុតទូចមែនតែភ្លឺខ្លាំងហើយចំណុចពិសេសខាងក្នុងទៀតនេះមានគប់ផ្ដាច់នេះកាលណាយើងជន់ប្រាំងហើយក៏ដាច់ដែរហើយគប់ផ្ដាច់នេះសម្រាប់មានហានិភ័យភ្លើងឆេះអីប្រការណាមួយដូចជាឡានអគ្គិសឡានរាល់ថ្ងៃនេះកន្លងមកផ្ដាច់ចរន្តអគ្គិសនីអត់ដាច់អញ្ចឹងហើយធ្វើឲ្យវាឆេះលឿនបំផុតអញ្ចឹងបងប្អូនបើសិនជាមានគប់ផ្ដាច់នេះមួយនេះយើងបែបបុរាណក៏ថាបានដែរតែតម្លៃធូរថ្លៃហើយពិសេសបំផុតនេះគប់នេះណាខ្វៃផ្ដាច់យ៉ាងលឿនបើសិនជាមានបញ្ហាភ្លើងឆេះដោយប្រការណាមួយគឺយើងផ្ដាច់គប់នេះភឹងឡានបងប្អូនកន្លងមកដែលឃើញឆេះតាមដងផ្លូវដោយសារតែអត់មានប្រព័ន្ធភ្លើងផ្ដាច់ហើយតែអត់ដាច់អញ្ចឹងពេលមិនដាច់ហើយធ្វើឲ្យ